សូមគោរពជម្រាបសួរប្រិយមិត្តទីមេត្រីថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពីអត្ថបទកញ្ចក់ Z9WA សម្រាប់អត្ថបទកញ្ចក់នេះមានទូនាទីចម្រុះដែលវាអាចធ្វើការប្រយុទ្ធសង្គ្រោះនិងធ្វើការដឹកជញ្ជូនមនុស្សផងដែរអត្ថបទកញ្ចក់នេះបានផលិតដោយក្រុមហ៊ុន Harbin ប្រទេសចិននៅក្នុងឆ្នាំ 1994 ហើយប្រភេទ Z9WA ជាប្រភេទធ្វើទំនើបកម្មចេញពី Z9 ហើយវាបានដាក់បង្ហាញលក់នៅក្នុងឆ្នាំ 2005 បើយើងមើលពីអត្ថបទកញ្ចក់ Z9 វាបានចម្លងម៉ូដចេញពីអត្ថបទកញ្ចក់ Eurocopter AS365 របស់បារាំងបើយើងមើលពីលក្ខណៈទូទៅរបស់ Z9WA វាប្រើប្រាស់ផលិត2នាក់ហើយវាអាចដាក់អ្នកដំណើរបាន10នាក់ផងដែរហើយវាអាចដាក់ទម្ងន់ 1900 គីឡូក្រាមទម្ងន់ទទេរបស់វាគឺ 2050 គីឡូក្រាមហើយវាអាចហោះហើរបាននៅទម្ងន់ 4000 គីឡូក្រាមប្រវែងរបស់វាគឺ 12.11 ម៉ែត្រកម្ពស់របស់វាគឺ 4 ម៉ែត្រស្លាបរបស់វាមានប្រវែង 11.94 ម៉ែត្រនិងតំបន់ដែលស្លាបវិលនោះមានទំហំ 111.92 ម៉ែត្រការ៉េវាប្រើប្រាស់ម៉ាស៊ីនកម្លាំង 848 សេសម៉ាស៊ីនភ្លើងកម្លាំង 632 គីឡូវ៉ុលបើយើងមើលពីលក្ខណៈហោះហើររបស់វាមានល្បឿន 305 គីឡូម៉ែត្រក្នុង1ម៉ោងល្បឿនធម្មតារបស់វាគឺ 260 គីឡូម៉ែត្រក្នុង1ម៉ោងហើយវាអាចហោះហើរបានរយៈពេល5ម៉ោងវាក៏អាចធ្វើប្រតិបត្តិការនៅកម្ពស់ 4500 ម៉ែត្រហើយវាអាចហោះសំកាំងបានយ៉ាងល្អពីដីកម្ពស់ 1600 ម៉ែត្រសម្រាប់សភាវុធវាវិញវាអាចដាក់ប្រអប់កំភ្លើងយន្តដែលបាញ់គ្រាប់ 23 មីលីម៉ែត្រហើយវាអាចដាក់បំពង់គ្រាប់រ៉ុកែតនិងអាចដាក់គ្រាប់ពីហ្វីលផ្សេងៗផងដែរសម្រាប់អត្ថបទកញ្ចក់នេះមានសមត្ថភាពប្រយុទ្ធនៅពេលយប់យ៉ាងល្អវាប្រសើរជាង Z9W ទៅទៀតហើយវាត្រូវបានបំពាក់ដោយកាមេរ៉ា EO ដែលនៅខាងមុខអត្ថបទកញ្ចក់សម្រាប់ធ្វើការ scan និងមើលរូបភាពពីចម្ងាយហើយវាអាចធ្វើការកត់សម្គាល់ពីគោលដៅនិងពីការបន្លាស់ទីរបស់គោលដៅផងដែរហើយវាជួយនៅក្នុងការវាយតម្លៃអំពីការគំរាមកំហែងពីអ្វីផ្សេងៗដែលនៅជុំវិញវាជាធម្មតាកាមេរ៉ាប្រភេទនេះបានត្រូវបំពាក់នៅលើយន្តហោះធ្វើការដទៃទៀតផងដែរនៅក្នុងឆ្នាំ 2011 កាសែតចិនបាននិយាយអំពីការធ្វើទំនើបកម្មរបស់ប្រព័ន្ធអាវុធថ្មីរបស់វាដែលអាចបំពាក់មីស៊ីលពីអាកាសទៅដីប្រភេទ ADK-10 និងមីស៊ីលប្រឆាំងរ៉ឺក្រសប្រភេទ AJ-8 AJ-9 និង AJ-10 និងមីស៊ីលធុនស្រាលប្រឆាំងនឹងនាវាប្រភេទ C-701 និង C-703 និងប្រភេទ TL-1 រហូតដល់ TL-10 ហើយវាក៏អាចបំពាក់មីស៊ីលពីអាកាសទៅអាកាសប្រភេទ TY-90 ផងដែរហើយវាអាចដាក់មីស៊ីលប្រភេទដទៃទៀតក៏បានផងដែរសម្រាប់ប្រទេសដែលកំពុងតែប្រើប្រាស់អត្ថបទកញ្ចក់ទាំងអស់នេះដូចជាឡាវកម្ពុជាប៉ាគីស្ថាននិងប្រទេសដែលនៅតំបន់អាហ្វ្រិកផងដែរកម្ពុជារបស់យើងបានទិញអត្ថបទកញ្ចក់នេះចំនួន12គ្រឿងពីចិនក្នុងចំណោមអត្ថបទកញ្ចក់ទាំង12គ្រឿងនេះវាមាន Z9WA យ៉ាងតិចណាស់4គ្រឿងដូច្នេះប្រភេទនេះគឺជាប្រភេទមានទូនាទីចម្រុះវាអាចធ្វើការប្រយុទ្ធអាចធ្វើការសង្គ្រោះហើយវាក៏អាចធ្វើការក្នុងការដឹកជញ្ជូនមនុស្សផងដែរ